sai hướng này ban cả lang nơi pe đại quạt nơi sọc khmer nè đại quạt toàn miền cổ xa đại quạt tớp tại bánh chop càng sắc xa nơi không chăn pi pon đập hẻm pi pon đập mùi chẳng nơi pe đại quạt bánh chop càng sắc xa xa thằng nào phải nhà bán chăn pi pon đập hẻm pi pon đập mùi nắng pi pon đập mùi quạt ban từ tuol ban càng nghề mùi nhóm xong bao vùng chọc lại năng tích ta bong sấy miền sạt than phiệp của xã bạn nè sau pe đại quạt nơi không pin ní quạt nơi chỉ mùi năng ở bụng mà đái đại ở bụng mà đái bỏ quạt cứ chiên nẹt chưa chiên nẹt pro tệp bát cứ chiên nẹt thọ á nẹt chưa từ lừa rương ạ mà nu nẹt chưa từ lừa rương bay này nẹt chưa từ lừa sang pren niên nia không nói pre bị sang niên nia chẳng cô xa quạt chiêm nụ chấm nửa quạt miền bong ôn chấm nón pram nẹt quạt miền bong sấy thông muối quạt cứ chỉ cồn tí pí quạt miền ôn sấy pi nẹt bẩn toạp tiết nâng ôn pro pơ bỏ quạt ôn pro pơ bỏ quạt cứ chỉ khmei bị sá pro đời xa tại ôn pro pơ bỏ quạt cả máu cứ miền sườn nông xóa đại quạt miền nhiên bị sá nhâm chỉ trả tha bong ôn mà chỉ nuôn quạt đắng hay tha bị tha sườn nông xóa nè khla cái tha sườn nông xóa rùm co nè khla sườn nông xóa bẹ chiên ngay trắng tơ rửa khoai ngay trắng tơ bong ôn phải đắng này chẳng quạt miền nhiên bị sá chẳng sạch hưởng khói nhom nông chạy lấy trả tông bị quán lấy bỏ màu hưởng bong sấy bình chẳng năng không trang pi pon đập vào mũi quạt bàn từ tua bàn càng nghề mũi quạt chỉ càng nghề đầm bông bỏ quát biên bạc hai pi rồi đô la hơi quát ban thưa ca nó không sát hạt ban hệ rành một thọ mũi chẳng đời xa tại bạc hai pi rồi đô la quạt chui thỏm đá dương bàn càng nghề từ bốn bạc hai đầm bốn côn chu mạng hơi chập làm chui tranh thay te chui tranh thay phơi chui tranh thay mà hộp chỉ sẽ năng trái việc xem chập làm đà hai trơn pro miền làm tha từตัวbàn ai kể riêng chẳng nhầm chưa tha bong phôn mà nè ha có miền làm đôi khi đây còn thấy bảo khai $200 ní cứ chai ở cục này thấy bong phôn nó kia mình tha nó không chăm na thế $200cả với chăm một pon bùn bùn nói chiên phải hai chai cục bên tay tại châu pi pon đọc lại hai vì chai ở cục thì $200ច្រើនទេហើយការងារដំបងក៏ជាប្រាក់ខែដែលធម្មតាដែរដែលទទួលបាន$200ហ្នឹងអញ្ចឹងនៅពេលដែលគាត់ធ្វើការហ្នឹងគាត់បានរាប់អានជាមួយនឹងមិត្តភ័ក្តិក្រុមការងារគាត់ម្នាក់រាប់អានស្និទ្ធមែនតើញ៉ាំបាយជាមួយគ្នាដើរលេងជាមួយគ្នាអីជាដើមឡើងអញ្ចឹងទៅអញ្ចឹងនៅល្ងាចមួយនៅពេលដែលចប់ការងារគាត់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់បានទៅដើរផ្សារមិត្តភ័ក្តិរបស់គាត់មានបងមួយបងចរូនមួយគាត់មួយដែលបើកហាងលក់សក់នឹងឯងចឹងគាត់ក៏នាំមិត្តភ័ក្តិរបស់គាត់ដែលជាបងស្រីហ្នឹងម្ចាស់ស្រីរឿងហ្នឹងទៅហាងមួយហ្នឹងនៅពេលទៅដល់មិត្តភ័ក្តិរបស់គាត់បានប្រាប់ណាលក្ខណៈថាមានសក់ណាល្អអត់យកឲ្យមិត្តភ័ក្តិគាត់មើលផងព្រោះមិត្តភ័ក្តិរបស់គាត់ជាម្ចាស់សាច់រឿងហ្នឹងគាត់តាំងពីកើតមកសក់របស់គាត់អត់ល្អទេសក់របស់គាត់បែកចុងសក់របស់គាត់អត់មានជីវជាតិបងស្រីបងប្អូនស្រីទាំងអស់ប្រហែលជាយល់ហើយសក់អត់ល្អហ្នឹងមានន័យថាម៉េចអញ្ចឹងបងស្រីដែលជាបងស្រីរបស់មិត្តភ័ក្តិគាត់ហ្នឹងបានទាញសក់3ឆ្នូតស្អាតមែនទែនយកមកលោឲ្យគាត់មើលហើយគាត់ឃើញភ្លាមគឺគាត់ស្រឡាញ់ភ្លាមព្រោះនៅពេលដែលគាត់ពាក់សក់ហ្នឹងគឺត្រឹមចកេះរបស់គាត់គឺត្រឹមចកេះរបស់គាត់ស្រឡាញ់ណាលោកចូលកប៉ៅសួរថាតម្លៃប្រមាណក្នុងតម្លៃណាមួយដែលគាត់មិនបញ្ជាក់ទេដែលគាត់ថាថ្លៃខ្លាំងមែនទែនអញ្ចឹងគាត់ក៏ទាញនៅក្នុងកប៉ៅទៅមានលុយតែ$20ទេអញ្ចឹងដោយសារតែគាត់ស្រឡាញ់សក់នឹងខ្លាំងពេកបងស្រីរបស់មិត្តភ័ក្តិរបស់គាត់ឃើញបែបហ្នឹងក៏បញ្ចុះតម្លៃមកតែប្រហឹងតែម្ដងលក់ឲ្យគាត់ក្នុងតម្លៃ$150គាត់ទាញលុយ$20ដែលនៅសេសសល់ពីកាបូបរបស់គាត់យកមកកក់ហើយគាត់អត់ទាន់ហ៊ានយកសក់នឹងមកទេដោយសារតែលុយអត់គ្រប់គាត់ក៏នាំមិត្តភ័ក្តិរបស់គាត់ទៅប្រចាំកាតហ្គរីម៉ូតូបានលុយ150ហ្នឹងជិះបកមកវិញហើយយកលុយ150ហ្នឹងយកទៅឲ្យប្រគ្រប់ទៅបងស្រីរបស់មិត្តភ័ក្តិរបស់គាត់យកសក់ហ្នឹងមកគាត់ស្រឡាញ់សក់ហ្នឹងខ្លាំងមែនទែនគាត់ជាប់ក្នុងថង់ខ្មៅជិះមកដល់ផ្ទះនៅពេលដែលគាត់ជិះមកដល់ផ្ទះគាត់ជួបម៉ាក់គាត់ជាមនុស្សដំបូងគាត់បានទាញសក់ហ្នឹងឲ្យម្ដាយមើលណែម៉ាក់ខ្ញុំបានសក់ស្អាតមែនទែនហ្មងម៉ាក់គាត់ឃើញហើយអារម្មណ៍អត់ល្អទេប្រាប់កូនថាបានសក់ពីណាហ្នឹងអត់ស្គាល់ប្រភពផងចិត្តទិញមកនិយាយអញ្ចឹងណាហើយគាត់ក៏មិនខ្វល់ដែរមនុស្សពងតែពេញស្រឡាញ់ណាអញ្ចឹងគាត់ឡើងទៅដល់គាត់ចាប់ផ្ដើមបោកសក់ហ្នឹង3-4ទឹកអីចឹងណាហើយចាប់ផ្ដើមលាបគ្រីមបន្ទន់ចាប់ផ្ដើមអីចឹងដើម្បីឲ្យក្អូបប៉ុន្តែទាស់ត្រង់ចំណុចមួយថាទោះគាត់ផ្លុំសក់នឹងស្ងួតគាត់លើកមកហិតវិញគាត់នៅតែធំក្លិនខ្មិះធំក្លិនស្អុយវាអត់ក្អូបណាគាត់ក៏គិតថាប្រហែលជាសក់នឹងដើមមកគេដាក់នៅក្នុង
bài rồi có đã nó cái lại ọt xuống là để việc cắn khlâm á để miên sạch ấy thì họ thật cả đảo chú nôm đại rồi có sẽ chẳng tới là thứ ôi vì chọc khăn du chẳng có quạt do tại bọc mà đòn tiệt hay hao nơi cái lại thân cái ai bọc quạt nơi không bị tụm nặng chẳng nơi pe đại ôn sấy bọc quạt lai màu đòn bị tụm quạt kinh cho một ôn sấy quạt lai mà đòn không bị tụm cần lấy khơi sọ nắng có phải ui bán sọ màu bị ná nắng ở tụm nồng sao được khai vì chẳng á hết có cho mũi tắc cọ sọ đỏ khluốn tranh màu quýnh plom sỏi ngụt srop pe đài plom sọ nè hết ca tì mũi bàn cả làng hết ca nông cả làng chầm pua ôn sấy bỏ quạt năng ấy nơi pe đài cầm pung tại plom ôi bự hồn nơi pe đài cầm pung tại plom sọ nè quạt miên à rắm tha ôn sấy bỏ quạt miên à rắm tha miên mà châu bị khối khnon dọc đáy một bạc cái chân cò ôn sấy quạt phư cái nhà nhá nè phẳng plom sỏi lươn vàตัวเมาสนอมหลังแขกเก่งโดยมันแผลบองมันทากอดเมียนอารมณ์ไอ้จังสายลางกอดกับแปะสอนังใจแต่เธอกานาเกกอดซาสอนังได้ทาสะอาดดอลอยแปะซ่อมเหมือนเต้นลอยเหมือนเต้นจังเตยจี้มาดอแตะวิ่งบองใส่ทอมบอกกอดบ้านคืนสอนังเนยเลยกบาลบอกกอดให้กอดจับลามสู่ทาบ้านสอนังมาเป็นนะกอดแผลทาติ้งขนมตะไลประมาณสะอาดดอดิ่งจังเตยบองใส่กอดทาmày chẳng ở đang sợ năng xây phóng mày dồi chẳng mà mặt năng dục năng bong xây quạt bàn chụp hết ca mùi chỉ hết ca tì bì bong xây quạt dục lang bàn cho mà còng làm bậy mày dồi tật chẳng nó bê đài mình nè kênh ở hơi bắt phượng ở hơi bong xây bỏ quạt năng bàn cho pi chả đá quạt cho một đo cho can bài nơi của tôi phần này bỏ quạt khơi sầm máu khmai mùi chôn nơi tu tự cọ hơi tu tự cọ nắng bán bạc đòi ai ui bự hồn mình bán bạc đòi ai nơi bên đại quạt cái lấy chấm sầm máu nắng bán bạc hơi chẳng quạt bán đã tự bật tu tự cọ nắng hay rút lăn từ lứa đòi mình bán vô tật tỏ tại sao ní cứ chỉ hết ca tivi hết ca bắt to quạt bán nơi tại sảnh sọ nắng bẹ chia bị chăm bẹ hoàng ngày hơi bao hoàng ngày bắn tay toát thoáng tha tăng bị pê đại quạt bẹ sọ nâng máu quạt miên à rắm tha phật nơi khó thọ mà đà à rắm ọt mùl à rắm ọt nơi nâng khuôn mua mai khó thọ mà đà hay cái chân co quạt tay ta rồi chỉ này đôi mình đừng mùl hại mình men lưỡi chia xít của nơi không ấy anh miên lưỡi chia xít ấy thế còn miên nhắm ấy khó đá phù vi cát lang bị chạm ngáy quạt hồi có khó thọ mà đà có ở dưới chả bảo đây mà đó thì ham bánh bàn phèp tới mà đai thà hạt ca quạt chư chẳng tới mà đai quạt có ở một lọ đây nơi pe đại quạt láng sầm mẹ nơi kênh nè dục láng nè nơi pe đại quạt ăn liu hồ kênh lụa mà đai bọc quạt cua phía bao chỗ tầm đó hay phèp thà mẹ ăn miếng làm lọ mùi sọ nó nghe vô tới ao kia vinh tới tinh pin ná vô ao kia vinh mình nước pung tại sả lạnh sọ ai mà đai mà phèm chẳng cực thật đạp về bong bồn mà hỏi việc rồi cứ ọt đạp thế con đây là ngầm kỳ thòm đã giúp nâng hơi đây mà đai bọc quát bàn chụp hết cả mũi mà đai bọc quát bàn cho mà cào giúp láng nơi pê đà mà nè bật phượng cái ở hơi quát cho mà cào sắp tại quát khơi côn bọc quát quát hạt khơi côn á tay côn sấy quát nó để chi mà chắc sấy hướng nó á còn pung tại cai nhốt bay sờ ló đại quát bàn crop túc pi lửng nghịch đại nhám sau còn pung tại cai nhốt quát bàn sấy thà pung thứ ấy nắng mình nè sấy đại quát thà chỉ côn nâng bàn cho nơi nghiệm tùm lẹ sẽ cầm một phiệp trao thằng ó ba mà hồ mà đại bọc quát tay ẩn miến và hành mục tế sọ quên crop mục mà đai bọc quát kết hà côn sấy bọc quát mình toàn đỏ sọ hơi vô sọ nâng mà khổ mục đôi sẽ cam mà phiếp áo cài nâng ấy chẳng côn sấy đại khổ mục mùi nâng nơi bê đại khơi mà đai hơi có đá là chả đá tới kháng lửa bình côn sấy mùi nâng cứ sliệ rụp khmai vì có đo trọng chướng cứ sliệ rụp khmai mà đai bọc quát miên à rõm ọt xua lại phụ quát miên à rõm prư khó thong mà đá xong vậy để nhóm dễ lời có miên à rõm ta prư khăn đây prư khó thong đá để quát đăng tha miên à rõm ọt xua lại đôi mẹn côn quát tay mà đai bọc quát có ọt miên bán tự ba mơ
បន្ទប់កូនគាត់ថាកូនគាត់គេងនៅអត់ទេគឺបិទភ្លើងឡើងទៅគេងវិញសង្ងំតែយប់ហ្នឹងគឺម្ដាយរបស់គាត់គេងមិនលក់នោះទេអញ្ចឹងព្រលឹមឡើងនៅពេលដែលព្រលឹមពួកគាត់រៀបចំការងាររៀបចំចុះមកវិញហ្នឹងក៏តាំងចិត្តប្រាប់កូនថាចេះយកសក់ហ្នឹងទៅឲ្យគេវិញគាត់បានឃើញចេះខ្ញុំកាត់កន្លែងហ្នឹងវិញណាគាត់បានយកសក់ហ្នឹងទៅឲ្យម្ចាស់ហាងមែនប៉ុន្តែមុននឹងឲ្យម្ចាស់ហាងហ្នឹងគាត់បានជួបរឿងហេតុមួយទៀតក្នុងចន្លោះពេលហ្នឹងនៅក្នុងថ្ងៃហ្នឹងមិត្តភ័ក្តិរបស់គាត់មិនដឹងមិនមិត្តភ័ក្តិរបស់គាត់គឺជាអ្នកជឿសម្រាប់បងស្រីម្ចាស់រឿងតែបើថាគ្រួសាររបស់គាត់ជាអ្នកជឿមែនប៉ុន្តែគាត់មិនសូវជឿខ្លួនឯងមិនសូវជឿទេមិត្តភ័ក្តិរបស់គាត់ទាំងអស់3នាក់ជិះម៉ូតូជិះទៅរកគ្រូចឹងទៅរកគ្រូគាត់មិនមែនអ្នកជឿចឹងគាត់អត់មើលទេគាត់ជូនទៅដល់គ្រូប្រជន់រូបមួយដែលមានវ័យប្រហែលជា40ឆ្នាំនៅគៀកនៅទីក្រុងភ្នំពេញដែរទេចឹងនៅពេលដែលទៅដល់នោះមិត្តភ័ក្តិរបស់គាត់ធៀមសំណួរមានអីត្រូវសួរគ្រូនឹងរឿងស្រាហារឿងអីចឹងណាហើយគាត់អត់ចូលសួរទេគាត់ទៅអង្គុយមាត់ទ្វារចឹងផ្ទះឡើងចរាផ្ទះឈើឡើងចរាទៅអង្គុយមាត់ទ្វារហ្នឹងឯងចឹងនៅពេលដែលគ្រូចូលរូបរាងវឹបគឺមរិញគង់វិលជាអ្នកចូលគ្រូដែលមានគ្រូស្រីដែលមានអាយុមក40ឆ្នាំបានផ្លាស់ប្ដូរសម្លេងទៅជាកូនក្មេងរៀបនឹងសួរមិត្តភ័ក្តិរបស់គាត់រៀបនឹងសួរសំណួរគ្រូមរិញគង់វិលដែលចូលនឹងមិនបានឲ្យសួរអីទាំងអស់លើកដៃច្អល់ទៅបងស្រីម្ចាស់ស្រីរឿងដែលអង្គុយនៅមាត់ទ្វារហ្នឹងបងប្អូនដឹងថាគេច្អល់ហើយនិយាយថាម៉េចទេអាបងស្រីអង្គុយនោះអាបងមិនអញ្ចឹងមិនស្លៀកមិនមកកណាត់ខ្លួនឡើងខ្មៅហើយជើងជាប់ច្រវាក់ទៀតតែប៉ុណ្ណឹងងាកមកមិត្តភ័ក្តិរបស់គាត់វិញហើយបន្តនៅការសួរសំណួរឆ្លើយសំណួរអីចឹងមួយពីរចឹងទៅសម្រាប់គាត់ដែលអ្នកអង្គុយស្ដាប់មិនបានតាំងចិត្តសួរផងអង្គុយនៅមាត់ទ្វារនៅពេលដែលចូលរូបភ្លាមច្អល់មកប្រាប់គាត់ថាពាក់កណ្ដាលខ្លួនខ្មៅពាក់កណ្ដាលខ្លួនទៅដល់ជើងណាពាក់កណ្ដាលក្រោមហ្នឹងខ្មៅជើងជាប់ច្រវាក់គាត់មានអារម្មណ៍ថាអត់ស្រួលហើយជឿឬមិនជឿសម្រាប់គាត់គឺគាត់ត្រូវតែខ្លាចគាត់គិតថាអាចជាហេតុភេទគ្រោះថ្នាក់ចរាចរណ៍ហើយចឹងក្នុងករណីហ្នឹង3អ្នករបស់គាត់ជិះមកវិញជិះអត់ហ៊ានជិះនៅលើផ្លូវជាតិទេព្រោះខ្លាចគ្រោះថ្នាក់ចរាចរណ៍ឬពាក្យហ្នឹងហើយជិះតាមផ្លូវតូចកលុកកលៀតរហូតដល់មកដល់ផ្ទះវិញបកមកដល់សាច់រឿងកន្លែងម្ដាយរបស់គាត់ប្រាប់ឲ្យគាត់មកលក់នេះគាត់បានយកសក់ហ្នឹងទៅលក់មែនតែដាក់នៅកន្លែងហាងបងស្រីហ្នឹងចឹងនៅពេលដែលដាក់នៅហាងបងស្រីហ្នឹងមករយៈហើយអត់មានឃើញដំណឹងគាត់បានប្រាប់ថាដាក់តាំងទៅបងហើយបើសិនជាលក់បានបងឯងទេមកប្រាប់ខ្ញុំមកចាំខ្ញុំមកជិះមកយកលុយអត់មានដំណឹងអ្វីទាំងអស់គាត់ក៏ទេទៅសួរបងស្រីហ្នឹងថាបងអើយមិនហើយលក់បានអត់មានគេចាប់អារម្មណ៍មានគេប៉ែតតៃអត់បងស្រីថាអត់មានទេអូនគាត់ក៏ថាអញ្ចឹងបងកុំភ្លេចណាបើសិនជាលក់បានបងឯងជួយលក់ប្រឹងលក់ឲ្យខ្ញុំផងបើលក់បានកុំភ្លេចប្រាប់ខ្ញុំនឹងជិះមកយកលុយបងស្រីក៏ទទួលពាក្យផ្ដាំផ្ញើថាអត់អីទេអូនចាំបងជួយប្រឹងលក់ឲ្យយប់ថ្ងៃដែលគាត់ទេហ្នឹងគាត់បានឡើងគេងគាត់បានយល់សពក្នុងយល់សពមួយហ្នឹងគឺនៅក្នុងបន្ទប់របស់គាត់យល់សពមួយហ្នឹងគឺគាត់ងើបពីគ្រែគាត់ទៅបើកនៅក្នុងទូកៅអៅរបស់គាត់ស្រាប់តែឃើញសក់មួយហ្នឹងគាត់ឃើញសក់មួយហ្នឹងគាត់ដឹងនៅក្នុងយល់សពរបស់គាត់ថាហាក់សក់ហ្នឹងគ្រាន់យកទៅលក់អីតាមិនក៏នៅនឹងដែរគាត់បានចាប់យកសក់ហ្នឹងកាន់មើលស្រាប់សក់ហ្នឹងចាប់ដើមញ័រអូយភឺសាប់ចាប់ដើមញ័រគាត់តម្លាក់សក់ហ្នឹងទៅលើដីស្រាប់សក់ហ្នឹងលៀនដៃលៀនជើងលៀនខ្លួនទៅជាមនុស្សស្រីម្នាក់ដែលមានជើងជាប់ច្រវាក់នឹងឯងបង្ហាញខ្លួននៅចំពីមុខគាត់រត់ដេញគាត់ស្ទុះនៅក្នុងយល់សពស្ទុះទៅរកម្ដាយរបស់គាត់ចាប់ដៃគាត់រត់ចេញពីផ្ទះ3ជំហានដល់វត្តទាំងផ្ទះរបស់គាត់ហ្នឹងអត់មាននៅក្នុងវត្តទេដូចប្រវល់ភពអញ្ចឹងណាបងប្អូនរត់ចូលទៅក្នុងវត្តម្នាក់ស្រីហ្នឹងរត់នៅពីក្រោយរបស់គាត់ហ្នឹងនៅតាមគាត់ទៅដល់នៅក្នុងវត្តហ្នឹងទៀតបងស្រីភ័យខ្លាំងមែនតើហើយម្នាក់ស្រីហ្នឹងស្រីប្រាប់គាត់ថាចេះមិនបាច់ផឹងរត់ទេទៅដល់ណាក៏គេនៅតែតាមបងស្រីហ្នឹងដែរបងស្រីនឹងបានប្រាប់ទៅពលឹងម្នាក់ដែលនៅក្នុងយល់សពនឹងប្រាប់ថាកុំធ្វើអញ្ចឹងខ្ញុំសុំទោសខ្ញុំស្រឡាញ់សក់ណាស់ជាសម្ដីរបស់គាត់នៅក្នុងយល់សពខ្ញុំស្រឡាញ់សក់ណាស់សក់នឹងស្អាតខ្ញុំស្រឡាញ់ណាស់តែខ្ញុំអត់មាននិស្ស័យទេកុំនៅជាមួយខ្ញុំអីទៅរកអ្នកដែលមាននិស្ស័យទៅបានត្រឹមតែប៉ុណ្្នឹងគាត់ភ្ញាក់នឹងខ្លួនឡើងបែកញើសជុកពលឹមល្មមគាត់ទៅធ្វើការទូរស័ព្ទគាត់បានរោឡើងគឺជាលេខបងស្រីរបស់មិត្តភ័ក្តិជាមិត្តរួមការងាររបស់គាត់នឹងជាអ្នកលក់សក់នឹងបានទេមកប្រាប់គាត់ថាអូនលក់ចាញ់ហើយល្ងាចឡើងមកយកលុយមកពេលចេញពីធ្វើការ
គាត់លឺហើយគឺគាត់អមែនតើចឹងល្ងាចឡើងគាត់បានជាទៅយកលុយសាច់រឿងមួយហ្នឹងបានចាប់ត្រឹមតែប៉ុណ្្នឹងនេះគឺជាសាច់រឿងដែលតាក់ទងជាមួយនឹងសក់តើបងប្អូនណាខ្លះដែលស្រឡាញ់សក់ហើយជួបសាច់រឿងប្រហាក់ប្រហែលគ្នាខ្ញុំជឿជាក់ថាយោងតាមសាច់រឿងនេះអ្វីដែលខ្ញុំដឹងហើយខ្ញុំជឿជាក់មុតមាំ 100% គឺសក់ហ្នឹងគឺយកចេញពីមនុស្សតែម្ដងអាចជាសាកសពឬក៏អាចជាការធ្វើទរណកម្មព្រោះអ្វីដែលមរិញគង់វាលបានប្រាប់ទៅគាត់គឺជើងជាប់ច្បាប់អាចជាការធ្វើទរណកម្មរបស់នៅប្រទេសណាឬក៏នៅក្នុងស្រុកឬក៏បែបណាដែលយើងមិនដឹងដែលព័ត៌មានបិទចិត្តឬក៏យ៉ាងណានោះហើយគេបានយកសក់ពីម្នាក់ស្រីនឹងដែលជាម្ចាស់សក់នឹងដោយហេតុតែជាម្ចាស់សក់ពលឹងម្នាក់នឹងគឺតាមសក់នឹងរហូតរងចាំអ្នកណាដែលជាអ្នកទិញសក់នឹងហើយតាមនៅជាមួយគេក្នុងសាច់រឿងមួយនឹងដែរបងប្អូនចាំឯកន្លែងមួយដែលខ្ញុំប្រាប់ថាគាត់មានអារម្មណ៍ថាមួម៉ៅហត់ខុសធម្មតាចាប់ផ្ដើមរួយកបងប្អូនសម័យមើលថាទស្សនវិជ្ជាមួយនឹងគឺបែបណាសម្រាប់ខ្ញុំដែលធ្លាប់ជួបប្រទះនៅរឿងហ្នឹងធ្លាប់ដឹងឮនៅរឿងមួយហ្នឹងខ្ញុំអាចសម័យឃើញថាម្នាក់ស្រីហ្នឹងគឺកំពុងតែជីកកម្ចាស់សាច់រឿងហ្នឹងឯងហេតុអីមិនខ្ញុំនិយាយចឹងព្រោះដោយសារតែខ្ញុំដឹងមានបុគ្គលម្នាក់គាត់ទិញសក់ដូចគ្នាគាត់ទិញសក់ដូចគ្នាហើយគាត់ទិញសក់មនុស្សតែម្ដងគាត់ពាក់តាំងពីគាត់ពាក់មកសក់នឹងធ្វើទៅគាត់ខ្លាំងមែនទែនគាត់ឈឺធ្ងន់ពីមនុស្សល្អជាមួយថ្ងៃធ្លាក់ទៅជាឈឺធ្ងន់ខុសធម្មតាហើយចាប់ផ្ដើមឈឺក្បាលរកគ្រូខ្មែរក៏អត់ជារកពេទ្យមើលវាយថ្នាំពិនិត្យអីក៏អត់ឃើញតែក្បាលគាត់ឈឺខ្លាំងមែនទែនរហូតដល់គាត់ដើរទៅរកគ្រូពេលតែដើរទៅរកគ្រូអត់មានប្រាប់គាត់អីទាំងអស់អត់មានចាំឲ្យគាត់សួរទេគឺប្រាប់ហ្មងគឺថាគាត់ឃើញមនុស្សស្រីម្នាក់កំពុងតែទុំពីលើក្បាលម្ចាស់សក់នឹងឯងគឺកំពុងតែទុំពីលើក្បាលដូចអង្គុយរបៀបកែបនៅចំពីលើក្បាលម្នាក់ស្រីហ្នឹងចឹងហើយទៅបានគាត់ឈឺក្បាលរហូតវិធីដោះដឹងមិនទេបងប្អូនហើយវិធីដោះគឺគ្រូតម្រូវឲ្យបងស្រីដែលជាម្ចាស់សក់ហ្នឹងយកសក់ជាមួយនឹងប៉ែកាន់ចូលវត្តដាក់នៅក្នុងដើមពោដាក់នៅក្រោមដើមពោនៅក្នុងវត្តខ្ញុំជឿថានៅក្នុងវត្តមួយណាក៏ដាំដើមពោដែរប៉ុន្តែទោះត្រង់ថាពិធីនឹងកិច្ចមួយហ្នឹងគឺធ្វើនៅម៉ោង 12 យប់ចឹងម្ដាយរបស់គាត់បានតាក់ទងទៅវត្តដែលគាត់ស្គាល់លេងចឹងទៅហើយម៉ោង 12 យប់គេចាំបើកទ្វារឲ្យហើយគ្រូបានបញ្ជាក់ប្រាប់ច្បាស់មែនទែនថានៅពេលដែលដើរយកទៅដាក់ម្ដាយគឺនៅឈរនៅខ្លោងទ្វារវត្តហាមដាច់ខាតចូលទៅតាមកូនមានតែកូនម្នាក់គត់កូនស្រីនឹងម្នាក់គត់ដែលត្រូវដើរយកសក់នឹងទៅដាក់នៅក្រោមដើមពោដោយខ្លួនឯងនៅពេលដែលគាត់ធ្វើពិធីមួយនឹងកាន់ពែកាន់សក់នេះយកទៅដាក់ក្រោមដើមពោនេះម្ដាយដែលឃើញកូនដើរក្នុងវត្តស្ងាត់ម៉ោង 12 យប់ឆ្កែលូផងអីផងនោះស្រក់ទឹកភ្នែកដល់ដឹងខ្លួនណាបងប្អូនស្រក់ទឹកភ្នែកយំមិនដូចខ្លោចផ្សាក្រោយពីធ្វើកិច្ចហើយលទ្ធផលគឺកូននឹងថ្ងៃស្អែកឡើងពីមួយថ្ងៃទៅមួយថ្ងៃគឺធូរកាន់តែខ្លាំងប្រើរយៈពេលខ្លីមែនទែនខ្លាយទៅជាសភាពធម្មតាអញ្ចឹងមានន័យថាគេទទួលហើយនេះគឺតាក់ទងជាមួយនឹងសក់អញ្ចឹងក្នុងករណីដែលបងប្អូនទាំងអស់គ្នាស្រឡាញ់សក់ត្រូវតែស៊ើបប្រវត្តិឲ្យច្បាស់ថាសក់នឹងគឺជាសក់នីឡុងជាសក់ដែលគេជាសក់សុបនិមិត្តឬក៏ជាសក់មនុស្សបើសិនជាសក់មនុស្សបងប្អូនខ្ញុំសុំចិត្តហ្មងកុំអីខ្ញុំសុំចិត្តកុំអីរបស់ខ្លះវាមានរឿងខ្លះវាតោងទៀមមកខ្ញុំមិនដឹងថាបងប្អូនជឿកម្រិតណាទេតែរបស់ខ្លះវាមានរបស់អស់ហ្នឹងវាតោងទៀមជាម្ចាស់សក់មកអ្នកខ្លះស្លូតទៅធ្វើទុកបងប្អូនហើយចុះបើវាអាចបង្កហេតុផ្សេងនៅក្នុងផ្ទះបងប្អូននិស្ស័យខ្ពស់អីចឹងទៅវាធ្វើអីអត់បានតែធ្វើទៅមកពុកម្ដាយឬក៏ប្អូនឬក៏បងឬក៏មីងមាវិញតើបងប្អូនមានអារម្មណ៍បែបណាអញ្ចឹងវិធីដែលល្អស៊ើបប្រវត្តិសក់ឲ្យច្បាស់បើសិនជាសក់មនុស្សខ្ញុំលើកទឹកចិត្តកុំប្រើសក់សុបនិមិត្តដែលគេផលិតចាំប្រើហើយតើសាយសក់មនុស្សសាយសក់សុបនិមិត្តចង់អាលេខ1ប៉ុណ្ណាក៏ដោយក៏នៅតែដឹងដែរអានោះដូចកាបូប grade A លេខ1អញ្ចឹងណា copy អញ្ចឹងណាចង់មិនក៏ដោយក៏វាអត់ដូចអាស៊ីនដែរចង់ស្បែកដូចគ្នាប៉ុណ្ណាក៏វាអត់ដូចស៊ីនដែរគឺយើងមើលនៅតែដឹងទេអញ្ចឹងបើសិនជាបងប្អូនដឹងហើយកាន់ហើយដឹងថាសក់ជាសក់របស់មនុស្សខ្ញុំសុំចិត្តកុំប៉ះពីអីណា
អូខេនេះគឺជាសាច់រឿងសង្ឃឹមថាបងប្អូនដែលកំពុងតែស្ដាប់មានសាច់រឿងប្រហែលគ្នាតាក់ទងជាមួយនឹងសក់អាចចែករំលែកជាមួយខ្ញុំបានតាមរយៈ page Facebook ជាអ្វីហើយពួកយើងនៅតែចាំទទួលសាច់រឿងរបស់បងប្អូនជានិច្ចហើយសាច់រឿងបន្ទាប់នេះគឺឈានចូលទៅដល់សាច់រឿងរបស់ប្អូនប្រុសពៅរបស់គាត់ដែលកើតមកមានសនំសវ៉ាមានអ្នកថែរក្សាជាគ្រូកំណើតតែម្ដងតោះយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាតោះយើងចូលដល់សាច់រឿងរបស់ប្អូនប្រុសរបស់គាត់ដែលគឺជាកូនប្រុសតែម្នាក់គត់នៅក្នុងចំណោមបងប្អូន5នាក់ព្រោះគាត់ខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនហើយថាគាត់មានបងប្អូនស្រី4នាក់កូនពៅគឺជាកូនប្រុសហើយគាត់មានសំសវ៉ាណោះគាត់មានគ្រូកាន់អញ្ចឹងគាត់តាំងពីក្មេងមកគឺគាត់តែងតែឃើញក្មេងម្នាក់ដែលគាត់ចាំបានថាប្អូនរបស់គាត់គឺជាមនុស្សរស់រាយគឺមនុស្សសប្បាយមនុស្សចូលចិត្តលេងមនុស្ស active មនុស្សមានសកម្មភាពច្រើនលើសលប់អញ្ចឹងណាចុះកូនប្រុសពៅផងអញ្ចឹងគាត់ចូលចិត្តលេងប៉ុន្តែដល់ពេលមួយដែលគេហៅថាដល់ពេលដែលញៀនគាត់បើគាត់ចាប់ផ្ដើមឃើញគាត់ឃើញអមនុស្សច្រើនមែនទែនហើយពេលខ្លះរំខានគាត់រហូតមកដល់បច្ចុប្បន្ននេះប្អូនប្រុសរបស់គាត់ក៏នៅតែឃើញដែរគឺច្រើនមែនទែនដែលអមនុស្សមួយចំនួនតែងតែរំខានអារម្មណ៍របស់ប្អូនប្រុសរបស់គាត់តែងតែសួរថាហេតុអីបានគាត់ស្លាប់ហើយរបៀបអញ្ចឹងឲ្យជួយធ្វើបន់ផងឲ្យជួយប្រាប់បងប្អូនផងរបៀបអញ្ចឹងក្នុងករណីហ្នឹងគាត់ធុញនឹងឃើញរបស់ហ្នឹងរហូតដល់ពីក្មេងម្នាក់ដែលចូលចិត្តនិយាយស្ដីពីក្មេងម្នាក់ដែលមានសកម្មភាពច្រើនខ្លាចទៅជាមនុស្សសកលសង្គមខ្លាចជាមនុស្សអត់មាត់អត់កនិយាយមួយម៉ាត់អញ្ចឹងរឿងហេតុមួយដែលកើតឡើងចំពោះប្អូនប្រុសគាត់គឺនៅពេលដែលខួបកំណើត5ឆ្នាំរបស់ប្អូនប្រុសគាត់នឹងឯងអញ្ចឹងគាត់ចាំបានថាពេលនោះគាត់នៅម្ដុំវត្តកោះដូចជានៅជាន់ទី3អញ្ចឹងដោយសារជាកូនពៅឪពុករបស់គាត់បានធ្វើកម្មវិធីខួបកំណើតអាយុ5ឆ្នាំហ្នឹងគឺធំមែនតើបងប្អូនគឺធំមែនតើហើយញាតិផងមកច្រើនមែនតើអញ្ចឹងល្ងាចឡើងនៅពេលដែលរៀបចំកម្មវិធីនេះប្អូនប្រុសរបស់គាត់គឺមានសកម្មភាពដូចធម្មតារត់លេងរត់អីបលែងអីធម្មតាជាមួយនឹងក្មេងអីផ្សេងគឺសប្បាយមែនតើកម្មវិធីហ្នឹងគឺសប្បាយគាត់ប្រាប់អញ្ចឹងតែស្រាប់តែមានភ្ញៀវកិត្តិយស3នាក់បានមកដល់គឺជាទាហានដែលមានឋានៈធំឥឡូវខ្ញុំឧទាហរណ៍ថាផ្កាយ2ផ្កាយ3ចុះព្រោះអ្វីដែលគាត់ប្រាប់ហ្នឹងគឺឋានៈធំអញ្ចឹងអាចផ្ទង់ផ្កាយនឹងឯងអញ្ចឹងតាំងពីវត្តមានរបស់មេទាហានទាំង3បានមកដល់ប្អូនរបស់គាត់ចាប់ផ្ដើមបដូរអាកប្បកិរិយាចាប់ផ្ដើមយំចាប់ផ្ដើមស្លឹងទៅមុខហូងខួបកំណើតរបស់ខ្លួនឯងរហូតហើយយំខ្លាំងមែនតើគេលួងក៏អត់បាត់អីក៏អត់បានរហូតដល់កម្មវិធីផ្លុំនំប្អូនរបស់គាត់គឺយំខ្លាំងប្រកាច់ប្រកិនចាប់មិនឈ្នះមិនផ្លុំមិនអីហើយចាស់គិតថាប្រហែលជាលេងហត់ពេកក្មេងប្រុសងាក់ងក់អីចឹងណាកូនពៅអញ្ចឹងណាអញ្ចឹងក៏គេបដ ாய் ម៉ាក់ប៉ាគាត់ប្រឹងលួងធ្វើមិនឲ្យផ្លុំហើយអញ្ចឹងឲ្យចាប់កម្មវិធីអញ្ចឹងទៅអញ្ចឹងកម្មវិធីត្រូវបានបញ្ចប់មេទាហានទាំង3នាក់ហ្នឹងក៏ត្រូវទៅប៉ោះខ្លួនឯងនៅលើផ្លូវបណ្ដោយជាតិលេខ4អញ្ចឹងផ្លូវទៅកំពង់សោមហ្នឹងឯងអញ្ចឹងក្រោយពីញ៉ាំសារ៉ាអីហើយបន្តិចបន្តួចក៏ឡើងឡានទាំង3នាក់ហ្នឹងជិះឡានទៅផ្លូវជាតិលេខ3នៅពេលដែលកំពុងតែជិះទៅនេះខ្ញុំកាត់តាមហ្នឹងណាពិធីត្រូវបានបញ្ចប់រោងហើហើយអស់ហើយម្នាក់ទៅផ្ទះអស់ហើយគ្រួសាររបស់គាត់ក៏បានទៅគេងអញ្ចឹងនៅពេលដែលគាត់គេងនេះប្រហែលជាម៉ោង12យប់ទូរស័ព្ទរបស់ឪពុករបស់គាត់បានរោឡើងទូរស័ព្ទរបស់ឪពុករបស់គាត់បានរោឡើងលេខនៅលើទូរស័ព្ទគឺជាលេខមេទាហានដែលជាមិត្តភ័ក្តិរបស់ឪពុកគាត់នឹងឯងដែលបានធ្វើដំណើរទៅលើផ្លូវជាតិលេខ4ចេញទៅប៉ុស្តិ៍របស់គាត់នឹងឯងទេមកឪពុករបស់គាត់លើកទូរស័ព្ទលើកនៅពេលដែលលើកអត់លឺអីទាំងអស់លឺតែខ្យល់របៀបអញ្ចឹងណាលឺតែខ្យល់ហើយលឺសលេងឡានពេទ្យងងហើយលឺសលេងឡានបហ្វូវូអញ្ចឹងទៅគាត់ក៏នៅតែអាឡូគាត់គិតថារាកៃឬក៏មានគាត់អត់គិតថាជាបញ្ហាគាត់គិតថារាកៃគាត់ក៏ចុចបាត់វិញ5នាទីក្រោយមកទូរស័ព្ទរបស់គាត់រោទៀតលើកមកលឺសំឡេងដដែលលឺសំឡេងរបៀបឡានពេទ្យរបៀបឡានកាត់របៀបខ្យល់តែដងនេះចម្លែកថងថាលឺសំឡេង
ដូចរៀងមានភ្លេងខ្លងខែកឪពុករបស់គាត់គឺថាប្រហែលរាយកាយក៏អត់ខ្វល់ដែរក៏គេងទៅវិញព្រលឹមឡើងឪពុករបស់គាត់បានទទួលដំណឹងថាមេទាហានទាំង3បានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតទាំង3នាក់នៅលើផ្លូវជាតិលេខ4នៅក្នុងចន្លោះម៉ោងពី11ទៅ12ខ្ញុំសន្មតថាម៉ោង11កន្លះទៅចោះអញ្ចឹងបើសិនជាយើងគិតមកវិញបើសិនជាមេទាហានទាំង3បានជួបគ្រោះថ្នាក់ចរាចរណ៍ម៉ោង11កន្លះបាត់បង់ជីវិតបាត់ទៅហើយហេតុអ្វីនៅម៉ោង12លេខទូរស័ព្ទនឹងបានខលមកឪពុករបស់គាត់តើអាចជាហេតុការណ៍មួយនេះឬក៏អត់នៅពេលដែលឪពុកគាត់ទទួលបានភ្លាមចាប់កូនប្រុសរបស់គាត់សួរថាដោយសារគាត់ដឹងថាកូនគាត់មានគ្រូកាន់ណាមានសំណុំគាត់ចាប់កូនប្រុសគាត់សួរថាចេះប្រាប់ប៉ាឲ្យត្រង់មើលម្សិលមិញកូនឯងឃើញអីនៅក្នុងកម្មវិធីហ្នឹងហេតុអីបានកូនឯងយំប្អូនប្រុសរបស់គាត់បានឆ្លើយទៅប្រាប់ឪពុកថាអ្វីដែលគាត់ឃើញគឺគាត់ឃើញមនុស្សឈរនៅមុខហូងហ្នឹងខ្មៅមៀតធំហើយកូនប្រុសគាត់និយាយច្បាស់មែនទែនគឺចាំយកមេទាហាន3នាក់ហ្នឹងឯងអញ្ចឹងហើយទៅបានគាត់យំព្រោះស្ថានភាពដែលគាត់ឃើញមនុស្ស2នាក់ដែលឈរនៅមុខហូងហ្នឹងគឺមានសភាពស្លេកស្លាំងតែរបៀបគេហៅថាយំអបាលរបៀបដែលគាត់រៀបរាប់មកប្រាប់ខ្ញុំមកគឺរបៀបយំអបាលនឹងឯងដែលឈរនៅចាំនៅមុខហូងខួបកណ្ដាលរបស់គាត់ឃើញបែបហ្នឹងឯងដែលគាត់យំរហូតយំខ្លាំងនេះគឺជាហេតុការណ៍មួយដែលកើតឡើងចំពោះប្អូនប្រុសរបស់គាត់ការពិតប្អូនប្រុសរបស់គាត់បានជួបរឿងច្រើនមែនតើហើយខ្ញុំស្នើសុំសាច់រឿងពីគាត់តែគាត់អត់បានចែករំលែកឲ្យខ្ញុំទេដោយសារតែប្អូនប្រុសរបស់គាត់បានជ្រើសរើសភាពស្ងប់ស្ងាត់រហូតដល់គាត់ធុញខ្លាំងពេកគាត់បានផ្លាស់ប្ដូរពីសាសនាពុទ្ធទៅជាសាសនាគ្រឹះវិញគាត់ផ្លាស់ប្ដូរសាសនាដើម្បីគេចវេះពីប្រភេទដួងព្រលឹងពីប្រភេទអស់នឹងឯងប៉ុន្តែសួរគាត់នៅតែឃើញទេគាត់នៅតែឃើញទេអ្វីដែលជំនួសដោយការធ្វើបុណ្យតាមបែបពុទ្ធសាសនាគឺមានតែបួងសួងបែបគ្រឹះសាសនាព្រះយេស៊ូវតែប៉ុណ្ណោះហើយនេះគឺជាសាច់រឿងផ្នែកមួយអញ្ចឹងក៏ពិតទៅសាច់រឿងអាឃើញសាកសពនឹងខ្ញុំអត់ដឹងថាបងប្អូនបានឃើញបានធ្លាប់ស្ដាប់រឿងគេហៅបាតទន្លេមេគង្គបងប្អូនដែលស្ដាប់រឿងហ្នឹងក៏មានប្រហែលរឿងស្តៀងហ្នឹងដែរហើយអ្វីដែលពិសេសដែលខ្ញុំចាប់អារម្មណ៍ចាំខ្ញុំនិយាយសាច់រឿងហ្នឹងឲ្យស្ដាប់បើសិនជាបងប្អូនអត់ដែលស្ដាប់អញ្ចឹងរឿងប្រហាក់ប្រហែលគ្នាត្រង់ចំណុចនេះត្រង់ថាក្មេងៗបើសិនជាបងប្អូនចាប់អារម្មណ៍ក្មេងដែលអាចមើលឃើញខ្ញុំអត់និយាយថាក្មេងដែលមានញៀនទេក្មេងចាញ់ខែដែលភ្នែកចាប់ផ្ដើមប្រើការបានចាប់ផ្ដើមមើលឃើញពន្លឺចាប់ផ្ដើមមើលឃើញមុខឪពុកម្ដាយរហូតដល់ 4-5 ឆ្នាំជឿទេបងប្អូនថាពួកគាត់មើលឃើញអាមនុស្សពួកគាត់មើលឃើញបើបងប្អូនសង្កេតមើលឲ្យច្បាស់ពួកគាត់អាចមើលឃើញពេលខ្លះបងប្អូន3គាត់អីចឹងភ្នែករបស់គាត់អត់មើលគាត់បងប្អូនទេភ្នែករបស់គាត់មើលទៅកន្លែងមួយដោយនឹងថ្កល់ពេលខ្លះប្រឡែងលេងសើចតែម្នាក់ឯងពេលខ្លះជំនាញគាត់លេងជាមួយជំនាញផ្ទះលេងជាមួយដូនតាលេងជាមួយម្ដាយដើមលេងជាមួយអាមនុស្សផ្សេងពេលខ្លះគាត់យំដល់ដឹងហេតុតែភ្នែករបស់គាត់មើលទៅកន្លែងណាមួយនឹងគឺជាភ្នែកទឹកបបក្មេងៗហើយសួរថាតើកាយើងនៅក្មេងក៏យើងមើលឃើញអត់ខ្ញុំជឿជាក់ថាក្មេងម្នាក់ណាក៏អាចមើលឃើញដែរទោះត្រង់ថាយើងអត់បានចាំគេថាក្មេងគឺបរិសុទ្ធអត់ចេះកុហកអត់ដែលប្រព្រឹត្តខុសនៅក្នុងកាមអត់ដែលប្រព្រឹត្តខុសនៅក្នុងផ្លូវណាសិល5គឺអត់ដែលប្រព្រឹត្តខុសអីទាំងអស់អញ្ចឹងក្នុងករណីហ្នឹងសិលបរិសុទ្ធគឺស្ថិតនៅលើជាមួយនឹងក្មេងៗហ្នឹងឯងចឹងហើយទៅបានពួកគាត់អាចមើលឃើញទេវតាគាត់អាចមើលឃើញខ្មោចព្រាយគាត់អាចមើលឃើញអាមនុស្សគាត់អាចមើលឃើញដូនតាជានាងផ្ទះជាដើមឡាប៉ុន្តែដល់ពេលយើងធំទៅយើងចាប់ដើមប្រព្រឹត្តហើយ memory របស់យើងក៏អត់មានចងចាំថាកាល2ឆ្នាំមិនកាល1ឆ្នាំមិនកាល3ឆ្នាំមិនអត់មានចាំទេយើងតែខែមុនយើងធ្វើអីយើងមិនចាំផងម្សិលមិញយើងធ្វើអីយើងអត់ចាំផងចឹងក្នុងករណីហ្នឹងហើយដែលវាមានកាលមួយដែលយើងត្រូវបំភ្លេចដែលយើងអត់អាចចងចាំហើយកាលនោះហើយដែលដេញថយក្រោយវិញដែលក្មេងទាំងអស់គាត់អាចមានសមត្ថភាពក្នុងការមើលឃើញបកទៅរឿងបាតទន្លេមេគង្គសាច់រឿងហ្នឹងគឺជាសាច់រឿងមួយដែលខ្ញុំអត់ដឹងថាចាស់ធ្លាប់ប្រាប់បងប្អូនអត់ទេជារឿងដំណាលតគ្នាប៉ុន្តែខ្ញុំជឿជាក់ថាជារឿងពិតកើតឡើងទៅលើខ
គ្រួសារមួយដែលរស់នៅខាងអរិយខ្សាច់បើខ្ញុំចាំអត់ខុសបើខ្ញុំចាំខុសខ្ញុំនិយាយខុសសូមបងប្អូនមេត្តាជួយកែតម្រូវខ្ញុំផងណាតាមរយៈ comment ខាងក្រោមវីដេអូអញ្ចឹងស្អីរឿងហ្នឹងគឺចេះតានៅក្នុងគ្រួសារហ្នឹងមានលោកតាដែលចូលចិត្តធ្វើបុណ្យមែនតែនហើយជំនាន់ហ្នឹងគឺជំនាន់យូរមែនតែនដែរទៅធ្វើបុណ្យឬក៏ឆ្លងមកទីក្រុងក៏អត់មានការអភិវឌ្ឍអីច្រើនដែរឥឡូវយើងឧទាហរណ៍ថាសម័យចាក់ដមុខចុះអញ្ចឹងផ្ទះនៅតាមមាត់ទន្លេក៏មិនសម្បូរដោយផ្ទះថ្មក៏មិនសម្បូរដោយផ្ទះអីដែរអញ្ចឹងមនុស្សត្រូវការឆ្លងអីគឺទៅតាមអត់មានសាឡាងទេទៅតាមទូកដរនៅក្នុងថ្ងៃមួយដែលជាថ្ងៃហែកឋិនអញ្ចឹងលោកតាដែលមានចៅប្រុសម្នាក់គាត់ចូលចិត្តធ្វើបុណ្យគាត់បានងើបតាំងពីព្រលឹមដើម្បីរៀបចំត្រៃទៅហែកឋិនជាមួយនឹងគេប៉ុន្តែចៅរបស់គាត់ថ្ងៃហ្នឹងវាចម្លែកអីចៅរបស់គាត់សុំតាមជាមួយលោកតាហ្នឹងលោកតាក៏ឃើញចៅប្រហែលជាមានចិត្តបុណ្យចង់ធ្វើបុណ្យជាមួយតាមាននិស្ស័យជាមួយព្រះពុទ្ធសាសនាអញ្ចឹងក៏អនុញ្ញាតឲ្យចៅធ្វើដំណើរទៅជាមួយប៉ុន្តែដល់កំពង់ផែទូកចម្លងពីអរិយខ្សាត់មកទៅដល់កន្លែងណាមួយទៀតនោះខ្ញុំមិនដឹងថាទៅទីក្រុងភ្នំពេញឬក៏អីទេដែលត្រូវឆ្លងដើម្បីទៅធ្វើបុណ្យនោះស្រាប់តែចៅហ្នឹងគឺយំខ្លាំងមែនតើយំខ្លាំងយំយកតែមែនតើណារហូតដល់ទាញដៃលោកតាអត់ឲ្យឡើងទូកនឹងអត់ឲ្យអីលោកតាគាត់រៀងអសធាដែរថាអញខំនាំវាមកធ្វើបន់ហើយមិនចឹងមកដល់ពេលហើយស្រាប់ងឹកងុកដោយសារតែចៅយំខ្លាំងពេកទាញដៃតាមិនព្រមឲ្យឡើងខ្លាំងពេកតាសួរអីក៏មិនចេញក៏ទាញដៃចៅត្រឡប់ទៅផ្ទះវិញទូកក៏ចេញផុតទៅដោយអត់មានលោកតាដោយអត់មានវត្តមានលោកតានិងចៅប្រុសរបស់គាត់ទេបានតែបន្តិចក៏ទទួលដំណឹងថាទូកនឹងបានលិចមនុស្សប្រមាណ10នាក់ចូលដល់100នាក់បានស្លាប់នៅលើទូកនឹងបាត់ទៅហើយលោកតាបានទទួលដំណឹងនឹងភ្លាមស្ទុះទៅរកចៅហើយសួរចៅថាមិនចឹងចៅឯងឃើញអីមែននៅកន្លែងដហ្នឹងចៅបានប្រាប់ថាអ្វីដែលគាត់ឃើញគឺមនុស្សមានធំខ្លាំងមែនតើឈរនៅកំពង់ដមួយហ្នឹងព្រឺហូមខ្លាំងកំពុងតែគៀសមនុស្សដែលត្រូវធ្វើដំណើរលើទូកដហ្នឹងកំពុងតែគៀសចូលទូកហ្នឹងអញ្ចឹងហើយគាត់ឃើញសភាពបែបហ្នឹងមនុស្សដែលខ្ពស់ធំដែលចៅគាត់ប្រៀបប្រដូចទៅជាមួយនឹងយក្សអញ្ចឹងកំពុងតែគៀសចូលហ្នឹងហើយគាត់ឃើញបែបហ្នឹងហើយដែលគាត់ភ័យគាត់រន្ធត់គាត់ទាញតាគាត់ត្រឡប់មកផ្ទះហ្នឹងហើយជាសាច់រឿងមួយដែលចាស់តែនិយាយតគ្នាដែលក៏ចេញជាសភៅដែរដែលគេដាក់ច្រងជើងថាអាចកំបាំងបាតទន្លេមេគង្គអញ្ចឹងបើសិនជាបងប្អូនអាច search នៅក្នុង Google ទៅមាន PDF ហើយបងប្អូនអាចអានទៅនឹងអាចដឹងហើយណា22អញ្ចឹងកាលពី3ឆ្នាំមុនបានកើតឡើងហេតុការណ៍នេះចំពោះគាត់ស្ដែងតែម្ដងហើយខ្ញុំចង់ដឹងថាបើសិនជាបងប្អូនជួបដូចគាត់តើបងប្អូននឹងធ្វើបែបណាតើបងប្អូននឹងធ្វើយ៉ាងម៉េចហើយសូមសម័យសាច់រឿងមួយនឹងទាំងអស់គ្នាថាតើគាត់ជួបអីគេខ្លះគាត់មានដៃគូស្នេហាគាត់ម្នាក់ជាកូនចៅអ្នកភ័យវែងអញ្ចឹងក្នុងករណីហ្នឹងគាត់ស្គាល់គ្នានៅក្នុងពេញគាត់បានស្គាល់គ្នាមើលចិត្តមើលថ្លើមគ្នាចាប់ចិត្តប្រតិបត្តិខ្លាំងហើយមើលទៅនេះហើយគឺជាឧត្តមភរិយារបស់ខ្ញុំនេះហើយជាម្ដាយរបស់កូនខ្ញុំគាត់បានប្រាប់ទៅឪពុកម្ដាយឲ្យចូលស្ដីដណ្ដឹងទៅដល់ខាងស្រីអញ្ចឹងឪពុកម្ដាយក៏ពេញចិត្តខាងស្រីដែរអញ្ចឹងក្នុងករណីហ្នឹងនៅក្នុងថ្ងៃទី10ខែ7ក្នុងឆ្នាំ2022ហ្នឹងជាថ្ងៃកើតហេតុហ្នឹងគឺជាថ្ងៃរៀបចំពិធីពិសាស្លាដកស្លាកសែងដែលយើងនិយាយថាភ្ជាប់ពាក្យដែលចាស់ទុំទាំងអស់ទទួលស្គាល់ថា2នាក់ហ្នឹងជាផ្លូវការចាប់ដៃគ្នាគេបើកសិទ្ធឲ្យហើយថា2នាក់ហ្នឹងតាក់ទងគ្នាហើយចាំតែដល់ថ្ងៃចូលរោងការតែប៉ុណ្ណោះពិធីបានរៀបចំឡើងខាងផ្ទះកូនស្រីដែលនៅមិនមែននៅក្នុងក្រុងទេនៅក្នុងភូមិនៅក្នុងឃុំអីចឹងណានៅឆ្ងាយពីក្រុងអញ្ចឹងរោងក៏បានសង់ឡើងមិត្តភ័ក្តិខាងប្រុសមិត្តភ័ក្តិខាងស្រីបានជិះឡើងទៅពីពេញទៅរៀបចំកម្មវិធីទៅចូលរួមកម្មវិធីអញ្ចឹងពិធីបានបញ្ចប់ហើយម្នាក់ក៏បានរៀបចំអីវ៉ាន់ឡើងមកពេញអត់មានអាគេនៅក្នុងទេដោយឡែកមានតែបងប្រុសតែម្នាក់គត់ដែលគឺជាតួឯកប្រុសនៅក្នុងកម្មវិធីបានទៅគេងនៅក្នុងផ្ទះមួយដែលម្ដាយឪពុកខាងស្រីទោះគាត់ទទួលស្គាល់ប៉ុណ្ណាក៏ដោយប៉ុន្តែអត់ឲ្យគេងផ្ទះជាមួយគ្នាទេគាត់ជាមនុស្សចាស់ដែលប្រកាន់ទំនៀមទម្លាប់ចឹងក្នុងករណីហ្នឹងគាត់បានយកផ្ទះបងប្អូនរបស់គាត់ដែលទុកចោលជាប្រភេទគាត់បានផ្ញើរូបថតដូចគ្នា
គឺជាប្រភេទផ្ទះថ្មរបៀបវីឡាទឿតែសង់របៀបផ្ទះល្វែងអញ្ចឹងផ្ទះលើថាផ្ទះល្វែងចុះផ្ទះល្វែងថ្មតែមួយជាន់អត់មានជាន់ឡើងទឿអត់មានអ្វីទាំងអស់គឺមួយល្វែងសង់ទៅតែម្ដងនៅក្នុងផ្ទះនឹងផងដែរមានច្រើនបន្ទប់អញ្ចឹងរបៀបផ្ទះជំនាន់ដើមបើសិនជាបងប្អូនចូលទៅដល់ផ្ទះខាងផ្សារថ្មីឬក៏អីអញ្ចឹងណាម្ដុំផ្ទះអស់ហ្នឹងអញ្ចឹងគេអត់សង់បន្ទប់ដូចសម័យឥឡូវនៅជាន់ក្រោមអត់មានបន្ទប់ទេមានជាន់ឡើងទឿមានបន្ទប់ហើយនៅជាន់លើ master bedroom ហ្មងអត់មានអញ្ចឹងទេគឺបន្ទប់អញ្ចឹងទៅហ្នឹងហើយអញ្ចឹងគាត់បានចូលទៅគេងនៅក្នុងបន្ទប់ទី1នៅក្នុងផ្ទះមួយហ្នឹងអញ្ចឹងនៅពេលដែលបងប្អូនរបស់គាត់បានចេញទៅពេញហើយមិត្តភ័ក្តិរបស់គាត់បានចេញទៅពេញហើយគាត់ក៏ដើរតម្រង់ទៅផ្ទះមួយហ្នឹងគាត់បានកាន់ប៊ីយ៉ាដែលនៅសល់មួយយួរ6កំប៉ុងមួយយួរចូលទៅក្នុងផ្ទះហ្នឹងដូចគ្នាព្រោះយប់ហ្នឹងគឺគាត់គេងតែម្នាក់ឯងទេអត់មានអ្នកណាគេងជាមួយគាត់ទេគាត់គិតថាកុំឲ្យគេថាពេលស្វឹងបាត់ខ្លាចណាចឹងកោះផឹកអីចឹងទៅឈៀលអង្គុយមើលទេសភាពអីចឹងទៅដល់យប់បន្តិចចាំគាត់ចូលគេងចឹងគាត់បានដើរតម្រង់ជាមួយនឹងប៊ីយ៉ារបស់គាត់ចូលដល់ក្នុងផ្ទះហ្នឹងប្រហែលល្បាក់ម៉ោង7យប់បញ្ជាក់ផងដែរផ្ទះមួយហ្នឹងគឺព័ទ្ធទៅដោយដើមឫស្សីខ្ពស់មែនតើព័ទ្ធជាមួយនៅក្នុងផ្ទះនៅជិតហ្នឹងអត់មានផ្ទះអ្នកភូមិទេតប្រហែលជា200-300ម៉ែត្រទៀតទៅមិនមានផ្ទះអញ្ចឹងផ្ទះហ្នឹងក៏មិនមានលបងអីឲ្យស្រួលបួដែរគឺសង់ផ្ទះនៅលើដីឯកជនតែម្ដងអត់មានលបងអីទេហើយព័ទ្ធទៅដោយគេហៅអីគេដើមឫស្សីនៅពីក្រោយផ្ទះគឺមានភ្នៅខ្មោចច្រើនមែនតើអញ្ចឹងគាត់ឃើញអញ្ចឹងហើយជាហេតុដែលគាត់កាន់ប៊ីយ៉ាយកទៅញ៉ាំនឹងឯងអញ្ចឹងគាត់ញ៉ាំបដារហូតដល់ម៉ោងពាក់កណ្ដាលទៀតព្រោះគាត់ញ៉ាំពេញគាត់អត់អាចគេងបានន័យថាឆាប់ចូលគេងដូចអ្នកនៅតាមជនបទនោះទេអញ្ចឹងម៉ោង10 11អីទៅគាត់គេងហើយខែ7គឺជាខែភ្លៀងដល់បងប្អូនអញ្ចឹងមេឃចាប់ផ្ដើមធ្លាក់ត្រជាក់ហើយបើសិនជានៅពេញយើងថាធ្លាក់ត្រជាក់កម្រិត1ប៉ុន្តែនៅជនបទនៅតាមវាលស្រែនៅតាមតំបន់ដែលមានដើមឈើធំត្រជាក់គុណនឹងពេញនឹងគុណនឹង2គុណនឹង3អានោះអញ្ចឹងក្នុងករណីហ្នឹងនៅពេលដែលគាត់ចូលគេងគាត់បានពាក់ hoodie អាវមានមួកណាបងប្អូនអាវយឺតមានមួកសោកពាក់ hoodie ដើរបិទបង្អួចទាំងអស់អញ្ចឹងគាត់បានសម្រាកនៅក្នុងផ្ទះមួយហ្នឹងគាត់ចង hoodie របស់គាត់រហូតដល់ច្រមុះអញ្ចឹងនៅសល់ប្រឡប់ហែប៉ុណ្នេះឯងឃើញតែភ្នែកទេណោះដើម្បីឲ្យបាត់ត្រជាក់នៅពេលដែលគាត់គេងបងប្អូនអាចសម័យឃើញផ្ទះមួយដែលគេងម្នាក់ឯងយើងបិទភ្លើងក៏ដោយបើកភ្លើងក៏ដោយប៉ុន្តែសឡឹងមើលខាងក្រៅអូយព្រឺព្រោះអាហ្នឹងខ្ញុំធ្លាប់ឆ្លងកាត់ខ្ញុំដឹងគេងនៅខាងក្រៅឃើញដើមអាស័យបក់ល្វិចទៅតាមខ្យល់បក់ខ្យល់ខ្លាំងវាបោកគ្នាឬសូរសំឡេងស្លឹកឈើឬសូរសំឡេងក្អាត់យំឬសូរសំឡេងសត្វដែលកំពុងតែយំខាងក្រៅអាដើមឈើនឹងគិតពីបក់បើសិនជាខ្យល់ខ្លាំងទៀតកាន់បក់ខ្លាំងទៀតខ្ញុំហ៊ានធានាឲ្យសម្រាប់ខ្ញុំហ្មងគឺខ្ញុំខ្លាចព្រោះពីមុនខ្ញុំដែលខ្ញុំគេងនៅផ្ទះម៉អ៊ុំរបស់ខ្ញុំគាត់ដាំដើមឈើធំមានដាំទឹកដោះមានអីចឹងស្វាយអញ្ចឹងណាពេលយប់ឡើងអូយបធោឲ្យខ្យល់បក់ខ្លាំងមកបក់ទៅដើមឈើក៏ខ្ញុំបាសអត់ដែរអញ្ចឹងក្នុងករណីហ្នឹងដែលគាត់ខ្លាចគាត់អត់ចង់ឃើញស្ថានភាពមួយហ្នឹងព្រោះគាត់ដឹងហើយនៅក្រោយមានភ្នៅខ្មោចគាត់ទាញវាំងនូនបិទថែមទៀតអញ្ចឹងគាត់ក៏សង្ងំគេងទៅនៅពេលដែលគាត់សង្ងំគេងប្រហែលជាម៉ោង12យប់គាត់មានអារម្មណ៍ថាអាកាសធាតុដែលគាត់មានអារម្មណ៍កក់ក្ដៅហើយនេះពាក់ hoodie ហើយនេះចងនេះមានអារម្មណ៍កក់ក្ដៅហើយនេះស្រាប់តែធ្លាក់ត្រជាក់មួយរំពេចធ្លាក់ត្រជាក់ខ្លាំងដែលគាត់ដឹងខ្លួនហើយគាត់មានអារម្មណ៍ថា hoodie របស់គាត់ចាប់ផ្ដើមស្រាយម្ដងតិចស្រាយរហូតដល់ឃើញមាត់របស់គាត់ដៃជើងរបស់គាត់ក៏មើលក៏ធួចទេគាត់គេងនៅថ្មឹងមួយកន្លែងប៉ុន្តែគាត់មានអារម្មណ៍ថាមានមនុស្សហក់ម្លងគាត់អារបៀបគាត់គេងហើយហក់ពីឆ្វេងមកស្ដាំទៅឆ្វេងពួកអីពូករបស់គាត់ត្រុតធម្មតាបងប្អូនគេងលើពូកនៅពេលដែលមានគេជន់ប្រកាសជាត្រុតមិនតិចហ៎ហក់ពីឆ្វេងមកស្ដាំទៅឆ្វេងហក់ម្លងគាត់ចុះហក់ម្លងគាត់ឡើងហក់ម្លងគាត់ចុះហក់ម្លងគាត់ឡើងហេតុអីបានគាត់ដឹងថាមនុស្សហក់អារឿងពូកនេះគឺជារឿងមួយហើយប៉ុន្តែរឿងមួយទៀតមានសក់អយព្រឺមានសក់នៅពេលដែលហក់នឹងសក់អូសកាត់គាត់មកខាងនេះហក់មកខាងនេះសក់អូសកាត់គាត់មកខាងនេះរហូតដល់គាត់កន្លាប់គ្រាប់ភ្នែករបស់គាត់មើលអ្វីដែលគាត់បានឃើញ
គឺជាមនុស្សស្រីម្នាក់ដែលមានសក់វែងរហូតដល់ដីភ្នែកធំធំថ្មិញសួចសួចមុខអាក្រក់មែនតើស្លៀករូបសប៉ុន្តែមិនមែនជាសស្គុះសលក្ខណៈប្រឡាក់មុខសាច់ឈាមទាំងអស់គឺខ្មៅឡើងក្រឹបតែម្ដងឃើញតែភ្នែកហើយម្នាក់នឹងបែរមើលមុខគាត់ហើយស្ញាញ់ហើយហក់នៅពេលដែលឃើញហក់ចុះហក់ឡើងម្នាក់នឹងស្រាប់តែហត់ទៅខាងក្រោយអោនមុខចុះមិនអោនមុខចុះបានក្រាបចុះវាថយក្រោយឡើងទៅលើធ្នឹមហើយគាត់ឃើញច្បាស់អូយព្រឺគាត់ឃើញច្បាស់នៅនឹងភ្នែកគាត់ថាវាដូច Spider-Man អញ្ចឹងដូចសាច់រឿងដូចបងស្រីរបស់បងធីកាលពីអេពីសូតមុនដែលខ្ញុំបានចែកណាបងមួយដែលគាត់បានដឹកធ្វើរបរឡានដឹកស្ទូចហ្នឹងណាគឺវាទៅលើធ្នឹមនៅលើធ្នឹមតោងនៅជាងដៃក្រោយតោងជាប់ជាមួយនឹងជាងមើលមកគាត់ឲ្យស្ញាញ់ដាក់គាត់សក់វិញគឺវែងមែនតើគាត់ភ័យខ្លាំងមែនតើហើយបើមិនភ័យទៅមិនចម្លែកគាត់ផឹងបិទភ្នែកទៅវិញខ្លួនគាត់ក៏នៅតែអង្គុយអត់រួចដែរបានប្រហែលជា5វិនាទីទៅ10វិនាទីគាត់បើកភ្នែកមកវិញដងនេះខ្មោចស្រីដែលគាត់បានឃើញទុំនៅលើជាងហ្នឹងបានបាត់ហើយជំនួសដោយព្រលឹងមួយទៀតជាមនុស្សស្រីដូចគ្នាសក់ខ្លីស្លៀកពាក់បែបបុរាណដូចជំនាន់លងវែកដោយចងពងហើយស្លៀកក្បិនគាត់ប្រាប់ទាំងពណ៌ក្បិនទៀតមានន័យថាពណ៌ក្បិនពណ៌ស្លាទុំពងពណ៌បៃតងមានសភាពស្គមស្គាំងខ្លួនឡើងខ្មៅក្រឹបឈរនៅចុងជើងរបស់គាត់មើលមកគាត់មិនមែនតែម្នាក់ឯងទេតែព្រលឹងមួយនឹងមានសេនា2នាក់ទៀតជាមនុស្សប្រុសមានធំក្បាលតង្ហោលខ្មៅដូចគ្នាឈរអមសងខាងម្នាក់ស្រីនឹងសួរថាមានតែ3ហ្នឹងមិនមែនទេខ្មោចស្រីហ្នឹងអូយព្រឺក្បាលណាខ្មោចស្រីហ្នឹងមានបរិវារជាច្រើនឈរពីក្រោយនឹងទៀតដោយគេហៅថាកាន់តោកអារបៀបជីឡាវអាសាជីគ្របដូចបុរាណដូចសម័យលងវែកចាអាកាន់មហូបមានផ្កាមានអីចឹងគេដាក់ថ្វាយប្រាថ្វាយអីហ្នឹងអាដូចតោកអីហ្នឹងកាន់ហូជាជួរទៅជា2ជួរហើយច្រើនមែនទែនឈរក្រោយម្នាក់កាន់ចឹងគ្រប់គ្នាគាត់ភ័យខ្លាំងពេករហូតដល់គាត់ចង់គាំងណាគាត់បានបិទភ្នែកមកវិញបើកភ្នែកមកវិញឃើញម្ដងទៀតសមោលម្នាក់ហ្នឹងនឹងបរិវារទាំងឡាយក៏ចាប់ផ្ដើមរលុបបាត់ទៅវិញនៅពេលដែលគាត់បានឃើញថាខ្មោចមួយនឹងបានបាត់ខ្លួននេះអាកាសធាតុនៅក្នុងបន្ទប់ទាំងមូលប្រែបែរជាក្តៅហើយអ្វីដែលគាត់ឃើញស្របពេលដែលគាត់ឃើញព្រលឹងទាំងអស់នឹងគាត់បានឃើញថាប្អូចរបស់គាត់បើកទាំងអស់ស្របពេលដែលគាត់បានបាត់ហើយប៉ុន្តែនៅពេលដែលខ្មោចទាំងអស់បានបាត់ខ្លួនទៅព្រលឹងទាំងអស់អមនុស្សទាំងអស់បានបាត់ខ្លួនទៅគាត់បានឃើញថាបន្ទប់ទាំងអស់គឺបិទដូចសភាពដើមដែលគាត់ចូលមកដំបូងអញ្ចឹងសួរថាតើនេះជាការយកសពមែនគាត់ថាគាត់មិនមែនយកសពទេព្រោះអីអ្វីដែលគាត់ឃើញនឹងបទពិសោធន៍របស់គាត់វាស្ដែងខ្លាំងពេកតែគាត់បើកភ្នែកមានអារម្មណ៍ថាវាមិនបានភ្ញាក់បើសិនជាពាក់កណ្ដាលយកសពពាក់កណ្ដាលគេងបងប្អូនដឹងខ្លួនឯងពេលភ្ញាក់តែគាត់ថាគាត់អត់មានដឹងខ្លួនឯងថាពេលភ្ញាក់ផងគឺគាត់គ្រាន់តែបិទភ្នែកបើកភ្នែកបិទភ្នែកបើកភ្នែកចឹងណាអ្វីបានប្រែប្រួលទាំងអស់ព្រលឹមឡើងគាត់បានទៅប្រាប់ទៅខាងម្ដាយក្មេករបស់គាត់ពុកក្មេករបស់គាត់បងប្អូនសាច់ញាតិទាំងអស់ព្រោះអីបងប្អូនសាច់ញាតិទាំងអស់ពេលដើរមករកគាត់ព្រលឹមឡើងព្រោះឃើញគាត់គេងរៀងយូរអត់ឃើញតែញ៉ាំបរអត់ឃើញអីក៏ដើរមករកឃើញសភាពគាត់ម្នាក់ដឹងថាគាត់បានជួបរឿងអីហើយអញ្ចឹងម្នាក់បានយកគាត់ទៅស្រោចទឹកក្នុងកំឡុងពេលដែលគាត់ស្រោចទឹកនេះផុតពីនឹង1ខែ2ខែនេះគាត់ប្រាប់ថាគាត់ជាមនុស្សម្នាក់ដែលថាលើកើគាត់ប្រាប់ខ្ញុំអញ្ចឹងគាត់ថាគាត់ដូចលើកើអញ្ចឹងណាព្រោះអីឥឡូវខ្ញុំចង់ប្រាប់ថាខ្ញុំតែញ៉ាំបាយក្នុងខួរក្បាលរបស់គាត់និយាយថាខ្ញុំតែញ៉ាំបាយហើយច្បាស់ប៉ុន្តែមាត់របស់គាត់បញ្ជាមកគឺខ្ញុំរបៀបអញ្ចឹងរបៀបនិយាយមនុស្សបាត់សតិប៉ុន្តែទាំងគាត់ដឹងខ្លួនឯងថាគាត់និយាយត្រូវហើយតែមាត់របស់គាត់អត់សហការហើយនឹងគេហៅថាភ័យលួសព្រលឹងណាបងប្អូនហើយគាត់បានសើប្រវត្តិផ្ទះហ្នឹងពីបងប្អូនរបស់គាត់ទាំងអស់ពីបងប្អូនខាងស្រីណាបងប្អូនខាងស្រីបានប្រាប់ថាផ្ទះមួយហ្នឹងគឺសង់ខុស
ដោយសារតែនៅពេលដែលសាងសង់ម្ចាស់ផ្ទះបានមានចំនួនជាមួយនឹងជាងចឹងហើយមេជាងអត់ដឹងថាធ្វើអីទេចឹងនៅពេលដែលចូលនៅអត់សុខសោះនៅចិត្តតែមានរឿងចិត្តតែជួបហេតុការណ៍នានាអញ្ចឹងហើយទៅបានផ្ទះនឹងទុកចោលចឹងផ្ទះនឹងបើនិយាយទៅដូចផ្ទះថ្មីស្រឡាំងចឹងដែលម្ចាស់ផ្ទះនៅបានតាយូរបំផុតថាមួយខែចុះក៏ទុកចោលតែនៅផ្ទះមួយទៀតនៅចិត្តនឹងតែជាអកុសលគាត់ត្រូវបានគេងនៅក្នុងផ្ទះនឹងតែម្នាក់ឯងតាំងហេតុការណ៍ទាំងអស់ខុសដោយសារអីខុសដោយសារតែគាត់បានមុននឹងថ្ងៃដែលគាត់ទៅគេងនៅក្នុងផ្ទះនឹងបកមកក្រោយវិញគ្រួសាររបស់គាត់ដែលជាគូដណ្ដឹងរបស់គាត់បានប្រាប់ទៅចែអូបងឯងចាំមើលទៅគេងផ្ទះនឹងដឹងតែមានខ្មោចលងហើយគាត់បានពោលពាក្យមួយម៉ាត់នេះខ្លាចអីខ្មោចបើមានខ្មោចមែនគាត់ចង់ឃើញមួយម៉ាត់នឹងឯងដែលហេតុការណ៍ទាំងអស់បានកើតឡើងចំពោះគាត់ប៉ុន្តែសំណួរសួរវិញថាចេះបើសិនជាផ្ទះនឹងសង់ខុសទៅហើយនៅខាងក្រោយមានភ្នូខ្មោចហើយព័ទ្ធជុំវិញទៅដោយដើមឈើធំធំគេហៅថាអាហ្នឹងដូច set ថតកុនអញ្ចឹងវា all set ហ្មងរៀបចំហើយស្រេចស្របពេលដែលហុងស៊ុយនៅក្នុងផ្ទះនឹងក្តីក្បួននៅក្នុងការធ្វើផ្ទះនឹងក្តីបានខុសបាត់ទៅហើយដែលអនុញ្ញាតដោយមិនមានជំនាញផ្ទះអនុញ្ញាតឲ្យព្រលឹងជាច្រើនមកតាំងទីនៅកន្លែងហ្នឹងសួរថាបើគាត់មិននិយាយពាក្យហ្នឹងគាត់អាចនឹងជួបទេឱកាសក៏នៅតែអាចជួបដែរឱកាសខ្ពស់ដែលអាចជួបនិយាយសួរស្ដាប់អូខេនេះគឺជាហេតុការណ៍ទី1ជាសាច់រឿងទី1នៅក្នុងអេពីសូតមួយនេះតោះឥឡូវយើងចូលដល់សាច់រឿងទី2របស់យើងដែលតាក់ទងជាមួយនឹងសក់អញ្ចឹងបងអ្នកដែលស្រឡាញ់សក់ចូលចិត្តពាក់សក់ស្ដាប់អេពីសូតនេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចពិចារណាជាថ្មីទៅលើសក់ពាក់ហ្នឹងព្រោះសម្រាប់ខ្ញុំហ្មងមិត្តភ័ក្តិដែលខ្ញុំដើរលេងជាមួយជាមនុស្សស្រីអញ្ចឹងយើងគេងជុំគ្នាអីគាត់ពាក់សក់ហើយគាត់បោកសក់គាត់ហាវណាពេលខ្លះខ្ញុំដើរចូលផ្ទប់ទឹកខ្ញុំផ្អើលដែរខ្ញុំស្រែកឥឡូវវាបើកទូមកឃើញអីក៏ស្រែកផ្អើលដែរទាំងបងប្អូនប្រហែលជាយល់អារម្មណ៍ហ្នឹងហើយអញ្ចឹងចង់ដឹងថាតើសាច់រឿងនេះវាមានសាច់ក្នុងលំអិតប៉ុណ្ណាតោះយើងចូលទៅស្ដាប់ទាំងអស់គ្នាបងស្រីដែលបានចែករំលែកសាច់រឿងមួយនេះគាត់បានផ្លាស់ប្ដូរទីលំនៅហើយទៅនៅឯប្រទេសអាមេរិកហើយខ្ញុំអរគុណបងស្រីមែនតើផ្ញើជូនទៅបងស្រីជាពិសេសព្រោះពេលដែលគាត់ឃើញរឿងអីតាក់ទងមួយអាមនុស្សគាត់តែងតែផ្ញើ link ឲ្យខ្ញុំមើលជាប្រចាំមិនដែលដាច់ទេអញ្ចឹងខ្ញុំអរគុណពីសម្ដានចិត្តរបស់បងហើយនេះជាអេពីសូតសម្រាប់បង